បងប្អូនបុកល្ហុងខ្ញុំឆ្អិនរៀបរយហើយតំណងហើយបងប្អូនតំណងអត់ឥឡូវខ្ញុំប្រើដៃណាបងប្អូនអើយបើប្រើដៃទេញ៉ាំអត់ឆ្ងាញ់ទេនិយាយពីថាបងប្អូនហើយយើងថែមគ្រឿងយើងអ្នកចុងភៅបងប្អូនមិនចុងភៅអីដាប់ពិភពលោកអីទេណាបងប្អូនចុងភៅប្រចាំខ្លួនឯងនឹងឯងបងប្អូនពេលណាដែលយើងថែមអំបិលប៊ីចេងស្ករអីត្រូវនឹងរសជាតិរបស់យើងចង់បានណាបងប្អូននិយាយពីថាញ៉ាំអូយជក់មាត់ហើយបើថាធ្វើហើយពី3ថ្ងៃនឹកឃើញឃ្លានទៀតបងប្អូនព្រោះយើងធ្វើឆ្ងាញ់ប្រយ័ត្នថាធ្វើអត់ឆ្ងាញ់យកខ្ជិលណាស់បងប្អូនហើយក៏នឹកឃើញតែចង់តែទិញគេទេតែបើសិនជាយើងធ្វើហើយយើងថែមគ្រឿងត្រូវរបស់យើងនឹកឃើញស្នាដៃយើងហ្មងណាបងប្អូនមានបងប្អូនណាដូចខ្ញុំអត់មិនមែនថាយើងទិញគេមិនឆ្ងាញ់បងប្អូនទិញគេជួនកាលក៏មិនឆ្ងាញ់ដែរណាបងប្អូនអ្នកលក់តែមួយទេហើយយើងទៅទិញពេលណាក៏ឆ្ងាញ់ពេលណាក៏អត់ឆ្ងាញ់ទៅហើយដូចយើងធ្វើខ្លួនឯងអញ្ចឹងយើងស្លតែឆ្នាំងតែមួយខ្លួនឯងតែដៃមួយផងពេលខ្លះថែមគ្រឿងមិនឆ្ងាញ់សោះបងប្អូនអើយពេលភ្លក់មើលដូចតំណងដែរដល់ពេលយកម្ហូបក៏មិនតំណងសោះញ៉ាំមិនកើតសោះតែញ៉ាំមិនកើតហើយម្ហូបហ្នឹងដឹងតែសល់ហើយបងប្អូនជឿអត់ចឹងបានថាអ្នកចុងភៅប្រចាំផ្ទះក៏ដោយប្រចាំហាងក៏ដោយខ្ញុំជឿថានៅតែខ្វះខាតអីបងប្អូននៅតែមានពេលមិនឆ្ងាញ់ខ្ញុំជឿអញ្ចឹងហ្មងតែបើសិនជាគេថ្លឹងត្រឹមត្រូវឧទាហរណ៍ថាស្លហ្នឹងតម្រូវមួយចានគេដាក់ប៊ីចេងប្រមាណអីប្រមាណអញ្ចឹងណាគេថ្លឹងអាហ្នឹងបានគេនៅឆ្ងាញ់រហូតតែបើយើងជួនកាលទៅថ្ងៃនេះរៀងស្លច្រើនបន្តិចទៅគ្នារៀងច្រើនស្អែកអញ្ចឹងទៅអត់សូវមានមនុស្សស្លតែបន្តិចបានហើយយើងក៏ថែមបន្តិចទៅដាក់អំបិលប៊ីចេងស្ករតែបន្តិចអីអញ្ចឹងទៅដល់ពេលហ្នឹងស្លវាតាមនឹងដែរហើយពេលខ្លះឡៃងាកលេចងាកកាត់គិតលេចគិតកាត់ភ្លេចដាក់ស្ករណាណៃទៀតហើយតែខ្ញុំថាគីឡូគេមិនដូចខ្ញុំទៅដឹងបើខ្ញុំខុសពីគេអញ្ចឹងបងប្អូនផ្ដេសផ្ដាស់អញ្ចឹងពេលខ្លះធ្វើម្ហូបឆាលក់អីគេណាបងប្អូនឆាបាយស្រូបអញ្ចឹងឆាម្រះព្រៅស្រូបបាយអញ្ចឹងជួនកាលលេងភ្លេចដាក់ស្ករភ្លេចដាក់សិនគឺទៅមួយណាណៃទេបងប្អូនមានណាប៉ុន្តែវាមិនចេះតែមានគ្រប់ពេលរាល់ថ្ងៃទេបងប្អូនមានពេលខ្លះទៅយើងក៏ឆ្លោះឆ្លោយអញ្ចឹងណាមានបងស្រីម្នាក់គាត់ខមមិនថាថ្ងៃណាពេលណាមួយគាត់នឹងមកហូបហើយគាត់កំងនេះអាបុកល្ហុងសាច់គោនេះខ្ញុំថាអត់អីទេបងមកកំងទៅប៉ុន្តែមិនខ្ញុំកំងខ្ញុំមិនខ្ញុំបុកលក់ឯណាបងប្អូនអានេះក៏មិនមែនអាជីវកម្មខ្ញុំណាខ្ញុំលក់តែបាយកាទៀវទេបងប្អូនអើយបាយស្រូបអញ្ចឹងណាតោះបងប្អូនខ្ញុំលេងបញ្ចូលសលេងខ្ញុំដាក់សលេងស៊ីនដល់បងប្អូនស្ដាប់មើលបន្តិចថាវាឆ្ងាញ់ប៉ុណ្ណាហ្នឹងហើយបងអូនចាមកទៀតបាយអូជួបគ្នាវីដេអូក្រោយណាគេចង់មើលណាចង់មើលអត់ហើយ